ក្បួនព្យុហយាត្រាទ្រង់ទ្រាយធំចំថ្ងៃខួបកំណើតលោកត្រាំអាចចំណាយខ្ទង់$45 លានយោងតាមកងទ័ពអាមេរិកបាននិយាយថាក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំដ៏កម្រដែលគ្រោងនឹងរៀបចំធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននាខែក្រោយដែលមានទាហានចូលរួមសរុបប្រមាណជា$6,600 នាក់អាចនឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណពី$25 លានទៅ$45 លាននេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters វរៈសេនីយ៍ឯកលោក Stavaran អ្នកនាំពាក្យកងទ័ពអាមេរិកបាននិយាយការពីថ្ងៃទី15 ខែឧសភាថាក្បួនព្យុហយាត្រានៅទីក្រុង Washington DC ដើម្បីអបអរសាទរខួបលើកទី250នៃថ្ងៃបង្កើតកងកម្លាំងយោធាអាមេរិកនឹងមានតំណាងមកពីគ្រប់កងពលទាំងអស់ក្នុងនោះទាហានសរុបចំនួន$6,600 នាក់រថយន្តយោធាចំនួន150គ្រឿងនិងយន្តហោះចំនួន50គ្រឿងនឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាននេះមិនតែប៉ុណ្ណោះលោក Warren បានបង្ហើបឲ្យដឹងទៀតថាការចំណាយប៉ាន់ស្មាននៃក្បួនដង្ហែនេះគឺចន្លោះពី$25ទៅ$45 លានហើយផែនការសម្រាប់រៀបចំព្រឹត្តិការណ៍គឺត្រូវបានគ្រោងទុកអស់រយៈពេលជាង1ឆ្នាំមកហើយសកម្មភាពនេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅថ្ងៃទី14 ខែមិថុនាពលគឺចំថ្ងៃខួបកំណើតគម្រប់79ឆ្នាំរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump គួរឲ្យដឹងដែរថាដោយបន្ថែមពីលើក្បួនដង្ហែដ៏ធំក៏នឹងមានការបាញ់កាំជ្រួចនិងពិធីបុណ្យពេញមួយថ្ងៃនៅ National Mall ក្នុងទីក្រុង Washington DC រួមទាំងការសម្ដែងតន្ត្រីនិងការប្រកួតកីឡាកាយវប្បកម្មផងដែរជំរាបជូនថាសហរដ្ឋអាមេរិកកម្រនឹងធ្វើព្យុហយាត្រាយោធាណាស់លើកចុងក្រោយដែលមានក្បួនព្យុហយាត្រាត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិកគឺនៅថ្ងៃទី8 ខែមិថុនាឆ្នាំ1991នៅពេលដែលកងទ័ពជាង8,000 នាក់បានដង្ហែឆ្លងកាត់ទីក្រុង Washington DC ដើម្បីអបអរសាទរជ័យជំនះលើប្រទេសអ៊ីរ៉ាក់ក្នុងសង្គ្រាមឈូងសមុទ្រវាត្រូវបានចាត់ទុកថាជាក្បួនដង្ហែយោធាដ៏ធំបំផុតដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី2មក